ខ្ញុំបានសង្កេតឃើញថាមានបងប្អូនខ្មែរមួយចំនួនរស់នៅដោយគ្មានគោលដៅយើងប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់តែតែងតែភ្លេចសួរខ្លួនឯងថាតើគោលបំណងរបស់ពួកយើងគឺជាអ្វីយុវជនជាច្រើនខ្ជះខ្ជាយពេលវេលាពុំបានចំណាយពេលវេលាលោកមានតម្លៃដើម្បីអភិវឌ្ឍខ្លួនឯងឲ្យបានខ្លាំងក្លាទាំងនេះហើយដែលជាហេតុផលដែលឲ្យខ្ញុំចាប់ផ្ដើមដាស់គំនិតខ្មែរនេះមិនមែនសម្រាប់តែខ្ញុំម្នាក់ឯងទេតែសម្រាប់យើងទាំងអស់គ្នាខ្ញុំចង់ឃើញយុវជនខ្មែរមានវិន័យមានគុណធម៌មានភាពរឹងមាំនៅក្នុងចិត្តព្រមទាំងក្លាហានមិនស្ទាក់ស្ទើរក្នុងការទទួលខុសត្រូវអំពីជីវិតរបស់ខ្លួនខ្ញុំចង់ឃើញប្រទេសយើងមានប្រជាជនដែលមានសីលធម៌ខ្ពស់ចេះគោរពគ្នាស្រឡាញ់ការអភិវឌ្ឍខ្លួនឯងដែលអាចឈរជើងយ៉ាងរឹងមាំនៅក្នុងពិភពលោកដ៏ស្រស់បំព្រងមួយនេះមិនមែនគ្រាន់តែជា channel វីដេអូនោះទេតែវាជាចលនានៃការផ្លាស់ប្ដូរគំនិតជាការដាស់ឲ្យខ្មែរយើងរស់រវើកឡើងវិញរឹងមាំឡើងវិញព្រោះខ្ញុំជឿថាបើខ្មែរម្នាក់ខ្លាចជាមនុស្សល្អជាងថ្ងៃមុនរឹងមាំជាងថ្ងៃមុនប្រទេសយើងនឹងក្លាយជាប្រទេសដ៏អស្ចារ្យមួយនៅក្នុងពិភពលោកនេះមិនមែនជាចុងបញ្ចប់នោះទេនេះគឺជាការចាប់ផ្ដើម